អ្នកស្រុកកំពង់ឃ្លាំងមួយចំនួនធំគឺបង្កើតរបរកសិកម្មអាជីវករហើយជាមួយនឹងមួយផ្នែកទៀតគឺនេសាទត្រីដោយឡែកបច្ចុប្បន្នឥឡូវនេះគឺនៅខាងវាលកំពង់ឃ្លាំងបាទសណ្ដែកចាប់ផ្ដើមមានទុំមួយនៅតាមដងផ្លូវសណ្ដែកនៅវាលកំពង់ឃ្លាំងអ្វីដែលគួរឲ្យព្រួយបារម្ភគឺនៅពេលដែលសណ្ដែកចាប់ផ្ដើមទុំតាមដងផ្លូវមួយគឺសម្បូរទៅដោយដង្កូវខៀវដែលជាការព្រួយបារម្ភយ៉ាងខ្លាំងទៅលើប្រជាកសិករដោយអត់មានថ្នាំណាអាចសម្លាប់បានឬក៏សម្លាប់បានវាមានភាគរយតិចតួចជាការសណ្ដែកផុនបង្ឆាននៅត្រើយខាងត្បូងអែបព្រៃសណ្ដែកផុនគាត់គឺមានការរងបំផ្លាញដោយដង្កូវខៀវខ្លាំងហើយខ្ញុំក៏បានយកថ្នាំយូធីដង្កូវសូនចំនួន5ដបបូកជាមួយនឹងឡាស៊ីចំនួន2ដបបាញ់ទឹក2000លីត្របាទបាញ់ទឹក2000លីត្រហើយផ្ទៃដីគឺ4ហត្ថកន្លះបាញ់បានមួយយប់តាមការសង្កេតមើលឃើញមានដង្កូវងាប់ដូចក្នុងរូបភាពនេះបាទដង្កូវងាប់ក្នុងរូបភាពនេះអាចមានចំនួនរហូតដល់80%រហូតដល់80%អញ្ចឹងពាក់ព័ន្ធជាមួយនឹងបាញ់បានមួយយប់មានដង្កូវខ្លះខ្មៅដង្កូវខ្លះពុល70%ខ្លួនលឿងហើយនឹងខ្មៅអញ្ចឹងពាក់ព័ន្ធនឹងដង្កូវយូធីដង្កូវសូនជាមួយនឹងឡាស៊ីគឺវាមានប្រសិទ្ធភាពខ្ពស់ទៅលើប្រភេទដង្កូវខៀវនៅចំណាក់វាលសណ្ដែកខាងក្រោមដែលជាជម្រើសដែលល្អសម្រាប់បងប្អូនប្រជាកសិករត្រូវការប្រើប្រាស់វាជាចាំបាច់